សូមគ្រប់ជំរាបសួរបងប្អូនជាទីគោរពនិងជាទីមេត្រីវិលមកជួបគ្នាសារជាថ្មីនៅក្នុងប្រធានតាំងសក្តីថ្មីដោយសារយើងបែកគ្នារៀងយូរដែរហើយអញ្ចឹងនឹកឃើញក៏មកដាក់ប្រធានមួយថ្មីអញ្ចឹងមានប្រធានមួយឬក៏មានទស្សនៈមួយបានពោលថាភាពមានជំនឿជាក់លើខ្លួនឯងគឺជាកត្តាដែលជំរុញឲ្យការងារទទួលបានជោគជ័យចូលពន្យល់ដោយលើកឧទាហរណ៍ក្នុងស្នាដៃអក្សរសិល្បៈខ្មែររឿងកុលាបបៃលិននិងរឿងព្រះអាទិត្យថ្មីឬផែនដីចាស់មកបញ្ជាក់ឲ្យបានក្បោះក្បាយអញ្ចឹងមុនយើងចូលសេចក្តីអត្ថាធិប្បាយយើងគប្បីបញ្យល់នៅធ្វើនៅគម្រោងតែងដែលទី1យើងមានសេចក្តីផ្ដើមឬក៏ផ្ដើមសេចក្តីនេះគឺយើងមាន3ចំណុចទី1រំលំបញ្ហាគឺជាការសរសេរអ្វីដែលតកតងនឹងប្រធានបទឬក៏នៅជាមួយប្រធានបទទី2ចំណុចបញ្ហាគឺយើងលើកប្រធានក្នុងអភន្តរសញ្ញាយើងមកដាក់វិញទី3គឺចំណុចបញ្ហាយើងសួរបែបប្រធានបែបបញ្យល់អញ្ចឹងរំលំបញ្ហានេះយើងសរសេរអីក៏ដោយតែក្នុងន័យមួយប្រធានចង់បានឬកុំចូលជ្រៅពេកតែចូលជ្រៅពេកវាអាចនឹងអត់មានសេចក្តីក្នុងការបកស្រាយនៅទូសេចក្តីចំណុចបញ្ហានេះគឺយើងស្រួលទេយើងគ្រាន់តែប្រើភ្លាបជប់សេចក្តីមួយចំនួនមកគឺអាស្រ័យហេតុនេះហើយទើបមានទស្សនៈមួយបានលើកឡើងថាចុចមកចំណុចបញ្ហាយើងចោទសួរបែបប្រធានបញ្យលតើគំនិតរបស់ប្រធានខាងលើនេះមានអត្ថន័យយ៉ាងដូចម្តេចខ្លះទី2យើងចូលតួស្ដីគឺយើងមាន5ចំណុចទី1ឃ្លាបញ្ចប់សេចក្តីទី2យើងបញ្យល់ពាក្យគន្លឹះទី3បញ្យល់ន័យប្រធានទី4បកស្រាយទី5គឺសរុបសេចក្តីអញ្ចឹងស្អីគេឃ្លាបញ្ចប់សេចក្តីគឺជាការសរសេរពីសេចក្តីផ្ដើមមកតួសេចក្តីយើងប្រើពីអីដើម្បីជាស្ពានឈានដល់ការបកស្រាយដើម្បីជាប្រទីបនាំផ្លូវយើងទៅកាន់ការបកស្រាយប្រធានខាងលើឲ្យកាន់តែស៊ីជម្រៅនោះយើងគប្បីបញ្យល់ពាក្យគន្លឹះជាមុនសិនចាអញ្ចឹងឃ្លាបញ្ចប់សេចក្តីមានច្រើនសន្តានដែលយើងស្រឡាញ់មួយណាយើងសរសេរមួយហ្នឹងទៅចូលទី2គឺពន្យល់ពាក្យគឺយើងពន្យល់ពាក្យណាដែលពិបាកនឹងយល់ន័យពាក្យណាដែលគឺមានកលឹះអញ្ចឹងបញ្យល់ន័យគឺជាគំនិតសំខាន់បើយើងបញ្យល់ន័យបញ្យល់ពាក្យខុសគឺបញ្យល់ន័យប្រធានក៏ខុសដែរអញ្ចឹងធ្វើឲ្យយើងចាក់ប្រធានទី3គឺយើងចូលបញ្យល់ន័យហ្នឹងគឺយើងយកខ្លឹមសាររបស់ពាក្យកលឹះយកមកបញ្ចូលគ្នាមកឲ្យដូចជាប្រធានដែលគេចង់បានទី4គឺបកស្រាយនេះគឺយើងមានគំនិតសំខាន់បូកនឹងឧទាហរណ៍ទី1គំនិតសំខាន់ទី2បូកនឹងឧទាហរណ៍ទី2គំនិតសំខាន់ទី3បូកនឹងឧទាហរណ៍ទី3គំនិតសំខាន់ហ្នឹងគឺជាពាក្យកលឹះនៅក្នុងប្រធាននេះគេចង់ឲ្យយើងរកហើយយើងផ្សារភ្ជាប់ជាមួយនឹងឧទាហរណ៍ក្នុងអក្សរសិល្ប៍មកដាក់មកឧទាហរណ៍រឿងកុលាបបៃលិនគេនិយាយពីអីពីការតស៊ូនឹងហើយគឺជាគំនិតសំខាន់ហើយឧទាហរណ៍យើងមើលកន្លែងណាដែលគេបង្ហាញពីការតស៊ូរបស់ចៅចិត្តអាហ្នឹងហើយគេថាគំនិតសំខាន់បុកនៅឧទាហរណ៍យល់ទេចាគំនិតសំខាន់មួយទៀតគេថាមានភាពអត់ធ្មត់ក្នុងការងារអញ្ចឹងអាហ្នឹងជាគំនិតសំខាន់ទី2តើរឿងកុលាបបៃលិនហ្នឹងក្នុងឧទាហរណ៍កន្លែងណាដែលនិយាយពីការអត់ធ្មត់នឹងការងារការនេះហ្នឹងណាអាហ្នឹងគេហៅថាគំនិតសំខាន់បុកនៅឧទាហរណ៍ហើយមានបងប្អូនខ្លះក៏អត់យល់កន្លែងគំនិតសំខាន់ណាឧទាហរណ៍ស្អីគេអញ្ចឹងយើងអាចស្ដាប់តិចទៅយើងអាចនឹងយល់បានឥឡូវយើងមើលប្រធានយើងវិញបំណកស្រាយហ្នឹងគឺទី1គឺឧទាហរណ៍រឿងកុលាបបៃលិនគឺតួអង្គចៅចិត្តគឺមានសមត្ថភាពផ្លូវកាយអញ្ចឹងផ្លូវកាយហ្នឹងជាគំនិតសំខាន់ហើយផ្លូវកាយមានអីខ្លះគឺមានសុខភាពល្អកម្លាំងមាំមួនទី2គឺចៅចិត្តមានសមត្ថភាពផ្លូវចិត្តនេះមានថាតស៊ូអំណត់ព្យាយាមនិងមានភាពក្លាហានអញ្ចឹងផ្លូវកាយផ្លូវចិត្តនេះគឺរឿងសំខាន់មួយតែយើងមានផ្លូវកាយល្អហើយតែបើផ្លូវចិត្តយើងខ្សោយក៏យើងមិនអាចធ្វើអីបានដែរដូចតួយ៉ាងតួអង្គចៅចិត្តគឺទោះបីជាគាត់ស្គមប៉ុន្តែផ្លូវចិត្តគាត់គឺល្អរឹងមាំគាត់មិនងាយចាញ់នឹងសម្ដីចោះញ័ររបស់អ្នកដទៃទេយើងគាត់តែងតែស្ដាប់សម្ដីអត់បានការអត់ប្រយោជន៍ហ្នឹងបោះគេហើយបោះចោលទៅគឺគាត់ធ្វើធម្មតារឹងមាំទី3គឺសមត្ថភាពផ្លូវបញ្ញាអញ្ចឹងផ្លូវបញ្ញាគឺគិតដល់ការរៀនសូត្រមានចំណេះដឹងមានជំនាញមានការជួសជុលឡានមានបញ្ញាឆ្លៀសវៃរវាងតួអង្គចៅចិត្តខតួអង្គគុណរីអញ្ចឹងគុណរីមានអីខ្លះគឺជឿជាក់លើសមត្ថភាពខ្លួនឯងក្នុងការជ្រើសរើសគូសកលជាពិសេសគឺចៅចិត្តទី3លោកលួងរតនសម្បត្តិគឺជឿជាក់លើសមត្ថភាពខ្លួនឯងក្នុងការប្រគល់ការគ្រប់គ្រងអណ្ដូងរ៉ែបញ្ជីស្នាមនិងគុណរីឲ្យទៅជាប្រពន្ធចៅចិត្តយើងទៅមើលគំនិតសំខាន់ក្នុងរឿងព្រះអាទិត្យថ្មីឬផែនដីចាស់
ទី1គឺទូអង្គសំគាត់មានសមត្ថភាពផ្លូវកាយគឺសុខភាពល្អមកមុនដោយចៅចិត្តដែរទី2សមត្ថភាពផ្លូវចិត្តគឺមានសណ្ដានចិត្តល្អតស៊ូអត់ធ្មត់ព្យាយាមស្មោះត្រង់មានភក្ដីភាពចំពោះប្រពន្ធនឹងសអញ្ចឹងណាទី3គឺមានសមត្ថភាពផ្លូវបញ្ញាមានមនសិការសុចរិតនិងដឹងគុណអ្នកបានជួយខ្លួនទី2នាងសយគឺជាលើសមត្ថភាពរបស់ខ្លួនថាប្តីនឹងគឺមានភក្ដីភាពទៅលើខ្លួនឯងចំណែកទី3លោករដ្ឋមន្ត្រីវ័យក្មេងគាត់មានគុណសម្បត្តិស្គាល់កំហុសខ្លួនមានមនុស្សធម៌មានសម្ដីផ្អែមជឿថាអាចដោះស្រាយបញ្ហារបស់រាជបានចូលទីចំណុចទី5នៅតួសេចក្តីអញ្ចឹងយើងមើលសរុបយើងឆ្លងតាមការបកស្រាយប្រធានខាងលើហ្នឹងយើងអាចបញ្ជាក់បានថាការជឿជាក់លើសមត្ថភាពខ្លួនឯងធ្វើឲ្យមនុស្សយើងអាចមានជោគជ័យគ្រប់ពេលវេលាចំណុចទី3ធំគឺសេចក្តីបញ្ចប់យើងមានតម្លៃប្រធាននិងបញ្ចេញទស្សនៈផ្ទាល់ខ្លួនអញ្ចឹងមានតម្លៃប្រធានគឺតើប្រធាននឹងមានគំនិតអប់រំមិនខ្លះអញ្ចឹងប្រធានខាងលើនេះពិតជាមានអត្ថន័យល្អអប់រំឲ្យយើងនឹងឲ្យជឿជាក់លើសមត្ថភាពខ្លួនឯងដោយពឹងផ្អែកលើចំណេះដឹងការខិតខំប្រឹងប្រែងការតស៊ូព្យាយាមចូលចំណុចទី2ទស្សនៈផ្ទាល់ខ្លួននឹងយើងសរសេរអ្វីក៏ដោយឲ្យតែល្អគឺសរសេរបដិញ្ញាចិត្តអញ្ចឹងក្នុងនាមយើងជាកុលបុត្រកុលធីតាក្នុងនាមយើងជាសិស្សសានុសិស្សក្នុងនាមយើងជាកូនខ្មែរគ្រប់រូបត្រូវចេះខិតខំប្រឹងប្រែងរៀនសូត្រពង្រឹងចំណេះដឹងឲ្យមានសមត្ថភាពរបស់ខ្លួនឯងដើម្បីឲ្យការងារទទួលបានជោគជ័យទៅអនាគតចាអញ្ចឹងគម្រោងតែសេចក្តីយើងមានប៉ុណ្្នឹងឯងអញ្ចឹងបន្ទាប់មកយើងចូលសេចក្តីអត្ថាធិប្បាយអញ្ចឹងសេចក្តីអធិប្បាយហ្នឹងគឺយើងមាន3ចំណុចធំណាគឺសេចក្តីផ្ដើមនេះយើងមាន3អញ្ចឹងលំនាំបញ្ហាយើងត្រូវការចុះបន្ទាត់មួយមកតែអត់ចុះទេគឺស្ពៃហើយអញ្ចឹងភាពជោគជ័យរមែងកើតមានឡើងចំពោះមនុស្សគ្រប់រូបដែលតែងមានការខិតខំព្យាយាមប្រឹងប្រែងមានសមត្ថភាពគ្រប់គ្រាន់មានគោលដៅច្បាស់លាស់ក្នុងជីវិតឬការងារនិយាយរួមទៅគឺការមានជំនឿជាក់លើខ្លួនឯងអញ្ចឹងតែពី3ជួរហ្នឹងគេហៅថាលំនាំបញ្ហាយើងសរសេរអ្វីដែលតើទៅនឹងប្រធានបទចាបន្ទាប់មកយើងចូលចំណុចបញ្ហាយើងលើកប្រធាននៅក្នុងផន្តរយមដាក់វិញអញ្ចឹងយើងប្រើមកដូចហេតុនេះហើយឬក៏អាស្រ័យហេតុនេះហើយទើបមានទស្សនៈមួយបានពោលថាភាពមានជំនឿជាក់លើខ្លួនឯងគឺជាកត្តាដែលជំរុញឲ្យការងារទទួលបានជោគជ័យតើគំនិតរបស់ប្រធានមានអត្ថន័យដូចម្តេចខ្លះអញ្ចឹងក្នុងនេះខ្ញុំសូមកែតម្រៃបន្តិចកន្លែងនេះខ្ញុំត្រូវការចុះបន្ទាត់ចំណោទបញ្ហាដោយសារខ្ញុំភ្លេចថែមបន្តិចទៅវានៅស្មើអញ្ចឹងកុំធ្វើតាមណាបងប្អូនអាចចុះបន្ទាត់តិចមកឲ្យស្មើនឹងលំនាំបញ្ហាអញ្ចឹងយើងចូលតួសេចក្តីយើងមាន5เนาะអញ្ចឹងឃ្លាបចុះសេចក្តីយើងត្រូវចុះមួយទៀតឲ្យស្មើនឹងលំនាំបញ្ហាឬកំណត់បញ្ហាអញ្ចឹងមុននឹងឈានដល់ការបកស្រាយនៃប្រធានខាងលើឲ្យក្បោះក្បាយយើងគួរគប្បីបញ្យលន័យឬក៏ន័យឬក៏ឃ្លាហ្នឹងណានឹងពាក្យកន្លឹះមួយចំនួនសិនអញ្ចឹងពាក្យអីគេខ្លះភាពមានជំនឿជាក់លើខ្លួនឯងគឺជាការជឿច្បាស់លើខ្លួនឯងទុកចិត្តលើខ្លួនឯងស្គាល់សមត្ថភាពរបស់ខ្លួនបានច្បាស់លាស់រីឯពាក្យជោគជ័យគឺការទទួលបានលទ្ធផលល្អការឈ្នះលើបញ្ហាអ្វីមួយទទួលបានអ្វីដែលជាទីប្រាថ្នារបស់ខ្លួនអញ្ចឹងនៅពេលដែលយើងបញ្យល់ពាក្យកន្លឹះពីរនឹងហើយយើងយកអន័យរបស់ពាក្យកន្លឹះហ្នឹងយកមកបញ្យល់ន័យប្រធានអញ្ចឹងយើងអាចសរសេរបានថាយោងលើអត្ថន័យឃ្លានិងពាក្យកន្លឹះដែលបានបង្ហាញរួចយើងអាចបញ្យល់ន័យប្រធានបានថាការស្គាល់សមត្ថភាពខ្លួនឯងទុកចិត្តលើខ្លួនឯងធ្វើឲ្យមនុស្សមានការជឿជាក់លើខ្លួនឯងជាកត្តាជំរុញឲ្យមនុស្សអាចសម្រេចការងារឬកិច្ចការផ្សេងទទួលបានលទ្ធផលល្អគួរជាទីគាប់ចិត្តចាអញ្ចឹងគ្រូសូមបញ្ជាក់កន្លែងខុសទៀតណាក្នុងអត្ថន័យនេះគឺវាខុសបន្តិចយើងចុះបន្ទាត់ណាកន្លែងបកស្រាយអញ្ចឹងជាការពិតណាស់ហ្នឹងយើងចុះបន្ទាត់មកចាអញ្ចឹងនេះអ្នកគ្រូបានចុះបន្ទាត់អញ្ចឹងយើងលៃតាមហ្នឹងបន្ទាប់មកយើងចូលបកស្រាយគឺយើងយកគំនិតសំខាន់ផ្សារជាប់នឹងឧទាហរណ៍អ
ចឹងតាមរយៈប្រធានខាងលើយើងចង់បង្ហាញឲ្យយើងដឹងថាការមានជំនឿជាក់លើខ្លួនឯងគឺស្ដែងឡើងលើផ្នែកផ្សេងដូចជាសមត្ថភាពផ្លូវកាយសមត្ថភាពផ្លូវចិត្តផ្លូវបញ្ញាអញ្ចឹងជាការពិតណាស់មនុស្សម្នាក់តែងតែមានជំនឿជាក់លើសមត្ថភាពទាំងអម្បាលម៉ាននេះជារបស់ខ្លួនហើយនោះនឹងងាយស្រួលក្នុងការសម្រេចការងារផ្សេងបានយ៉ាងត្រចះត្រចង់បើយើងក៏លេចទៅមើលក្នុងស្នាដៃអក្សរសិល្ប៍មួយចំនួនដូចជារឿងកុលាបបៃលិននិងរឿងព្រះអាទិត្យថ្មីឬនៅផែនដីចាស់ជាដើមយើងនឹងអាចបានឃើញពីការបង្ហាញពីភាពមានជំនឿជាក់លើខ្លួនឯងហើយទទួលបានផលនិងភាពជោគជ័យដ៏ល្អប្រពៃតួយ៉ាងនៅក្នុងរឿងកុលាបបៃលិនបងប្អូនសូមបញ្ជាក់បន្តិចក្នុងតែសេចក្តីយើងគេមិនឲ្យយើងសរសេរពីឧទាហរណ៍ទេតែក្នុងន័យនេះខ្ញុំសរសេរឧទាហរណ៍នេះគឺខ្ញុំមិនអាចសរសេរយើងខុសហើយណាអញ្ចឹងយើងលុបចោលតែគប់សរសេរពីឧទាហរណ៍អញ្ចឹងកន្លែងនេះយើងផាត់ចោលណាទាំងតួយ៉ាងក្នុងរឿងកុលាបបៃលិនចំពោះតួអង្គចៅចិត្តបន្ទាប់ពីឪពុកបានស្លាប់ចោលគាត់បានផ្ដាំទៅដល់ចៅចិត្តនៅសមត្ថសុភាសិតមួយដែលបាននិយាយពោលថាអថាហេអតណោនិថោខ្លួនទីពឹងខ្លួនទើបធ្វើឲ្យចៅចិត្តតោងយកបណ្ដាំឪពុកមកពិចារណាហើយក៏បានដាស់សតិចៅចិត្តនឹងឲ្យកើនឡើងនៅការជឿជាក់លើខ្លួនឯងយ៉ាងច្បាស់លាស់ទៅលើសមត្ថភាពផ្សេងដោយសមត្ថភាពផ្លូវកាយចៅចិត្តមានសុខភាពល្អកម្លាំងមមួនអាចធ្វើការងារធ្ងន់ធ្ងរបានដូចជាការងារកម្មករជាត្បូងរែកត្បូងនៅឯគេហដ្ឋានលោករណតនសម្បត្តិទោះបីជារូបរាងរបស់គេពុំសូវមានសាច់ឈាមបរិបូរណ៍រីឯសមត្ថភាពផ្លូវចិត្តគឺចៅចិត្តមានការតស៊ូអំណត់ព្យាយាមក្នុងការងារជីកត្បូងនិងការងារផ្សេងដូចជាជួនចវាយនីទៅកន្លែងនានាជួនគុណរីដើរផ្សារហើយក៏កាន់កន្ត្រករយញរយងដោយពុំមានការខ្មាស់អៀនភ្នែកញៀតទោះបីមើលឃើញយ៉ាងណាក៏ដោយក៏មានភាពក្លាហានអាចអត់ទ្រាំនឹងការរិះគន់របស់យុវជនគុណរីដូចជាពាក្យសម្ដីគុណរីនិយាយស្ដីឲ្យចៅចិត្តកម្មករនេះស្គមដូចអ្នកមានអភិននិងមានកម្លាំងជីកដីបាទឬប៉ាត្រង់កន្លែងនេះគឺនៅពេលដែលចៅចិត្តមកសុំធ្វើការងារជាមួយនឹងលោកនរតនសម្បត្តិអញ្ចឹងពេលដែលគុណរីឃើញចៅចិត្តភ្លាមគឺអត់និយាយអីច្រើនទេគឺមើលងាយនៅរូបរាងកាយរបស់ចៅចិត្តស្មានអ្នកមានអភិនដោយសាររូបរាងរបស់ចៅចិត្តនេះគឺស្កើមពេកអត់មានកម្លាំងកំហែងប៉ុន្តែចៅចិត្តអត់មានខ្លាចនឹងសម្ដីទេគឺចៅចិត្តតទៅវិញថាគេមិនអាចសម្គាល់មនុស្សដោយសាររាងកាយទេតតែអនុវត្តបានដឹងថាមនុស្សនឹងមានកម្លាំងឬឯពាក្យរិះគន់របស់លោកបល័តស្រស់សង្កែស្ដីឲ្យចៅចិត្តមិនក៏គាត់ឯងប្រហើនម្លេះក្រែងគ្រាន់តែជាអ្នកស៊ីឈ្នួលគេទេឬចៅចិត្តអង្គអាចក្លាហានហ៊ានប្រយុទ្ធជាមួយនឹងចៅក្នុងព្រៃខិតខំព្យាយាមធ្វើការតាំងខ្លួនជាអ្នកកម្មកររហូតខ្លាចជាអ្នកគ្រប់គ្រងអណ្ដងរ៉ែសមត្ថភាពផ្លូវបញ្ញាតាមដំណើររឿងក៏បានបង្ហាញថាចៅចិត្តគឺបានរៀនសូត្របានចេះដឹងមានសញ្ញាបត្រប្រកាសនិបត្តិចេះជំនាញជួសជុលឡាននៅពេលដែលលោកលងរតនសម្បត្តិត្រូវធ្វើដំណើរទៅស្រុកសង្កែតែរថយន្តបែរជាខូចហើយចៅចិត្តនឹងជាអ្នកជួយពិនិត្យនិងជួយជួសជុលរហូតដេឆេះបានចៅចិត្តមានបញ្ញាវាងវៃចេះដោះស្រាយបញ្ញាពេលមានអសន្នដូចពេលឡានខូចនៅកណ្ដាលព្រៃហើយពុំមានឆ្នាំងអ្វីដាំស្លបានពេលនោះចៅចិត្តក៏បានយកចានស្ពាន់សម្ប៉ែតមួយមកជំនួសវិញនិងចេះប្រើចិត្តសាស្ត្រក្នុងការប្រាស្រ័យទាក់ទងបានយ៉ាងល្អទីបំផុតចៅចិត្តក៏ខ្លាចជាអ្នកជាម្ចាស់អណ្ដងរ៉ែដ៏ល្បីឈ្មោះនៅស្រុកប៉ោះបៃលិននិងជាស្វាមីដ៏ល្អរបស់នាងគុណរីក្នុងរឿងនេះក៏បានបង្ហាញឬក៏សង្កេតឃើញថាតួអង្គគុណរីដែលជាកូនស្រីដ៏ឆ្មើងឆ្មៃរបស់លោករងរតនសម្បត្តិដែលជាថៅកែត្បូង
ដ៏ធំនៅស្រុកប៉បៃលិននាងជឿលើសមត្ថភាពខ្លួនឯងក្នុងការជ្រើសរើសគូស្ករតួយ៉ាងដោយតួអង្គចៅចិត្តជាអនាគតដោយបានសង្កេតពិនិត្យលើអកប្បកិរិយាអត្តចរិតសម្ដីសម្ដៅចំណេះដឹងដែលចៅចិត្តមានរួមផ្សំនឹងការតស៊ូអត់ធ្មត់ព្យាយាមស្មោះត្រង់ភក្តីភាពចំពោះចៅហ្វាយនាយដែលទាំងអស់នេះហើយជាគុណសម្បត្តិដែលធ្វើឲ្យនាងមានភាពជឿជាក់លើខ្លួនឯងក្នុងការសម្រេចយករូបចៅចិត្តជាគូអនាគតហើយទីបំផុតនាងក៏បានទទួលនៅសុភមង្គលស្របតាមការសម្រេចចិត្តប្រកបដោយភាពជឿជាក់នេះរីឯតួអង្គលោកលួងរតនសម្បត្តិជឿជាក់លើសមត្ថភាពខ្លួនឯងក្នុងការប្រគល់ការងារគ្រប់គ្រងអណ្ដូងរ៉ែគ្រប់គ្រងបញ្ជីស្នាមនិងប្រគល់នាងខុនរីទៅឲ្យចៅចិត្តជាអ្នកមើលថែដោយឈើលើលក្ខណៈសម្បត្តិគុណសម្បត្តិនិងភាពស្មោះត្រង់របស់ចៅចិត្តដែលបានចូលមករស់នៅជាមួយខ្លួនតាំងពីដំបូងទើបធ្វើឲ្យលោកលួងរតនសម្បត្តិមានការជឿជាក់ក្នុងការសម្រេចចិត្តដូច្នេះហើយផលដែលត្រឡប់មកវិញគឺអាជីវកម្មអណ្ដូងរ៉ែមានការរីកចម្រើននិងកូនស្រីទទួលបានសុភមង្គលយ៉ាងប្រសើរក្រៃលែងរួមទាំងគ្រួសារនិងកម្មករទាំងពួងដែលធ្វើការនៅទីនោះដូចគ្នានេះដែរបើយើងក៏លេខទៅមើលក្នុងស្នាដៃអក្សរសិល្ប៍រឿងព្រះអត្តថ្មីរលើផានដីចាយើងនឹងឃើញតួអង្គផ្សេងជាច្រើនដែលមានលក្ខណៈប្រហាក់ប្រហែលនឹងតួអង្គដែលបានបង្ហាញនៅក្នុងរឿងខាងលើមានតួអង្គសួនសំយើងឃើញសមត្ថភាពផ្នែកផ្លូវកាយគឺមានសុខភាពល្អកម្លាំងមាំមួនអាចរកស៊ីជាអ្នកធាក់ស៊ីក្លូចិញ្ចឹមជីវិតរីឯសមត្ថភាពផ្លូវចិត្តសំមានសន្តានចិត្តល្អតស៊ូអត់ធ្មត់ព្យាយាមមានភាពស្មោះត្រង់និងមានភក្តីភាពចំពោះប្រពន្ធបើយើងក៏លេខទៅមើលសមត្ថភាពផ្លូវបញ្ញាសំមានមនសិការសុចរិតមិនព្រមជឿតាមការដឹកនាំរបស់អ្នកមានគំនិតអាក្រក់ដូចជាសៅជាដើមសំមានការឈឺចាប់និងភ្ញាក់រលឹកចេះស្គាល់ពីកំហុសរបស់ខ្លួនចេះជួយការពារផលប្រយោជន៍របស់វណ្ណៈខ្លួនមិនឆ្អែតតែឯងមិនឲ្យគេសម្លាប់ដើម្បីខ្លួននោះដោយការជឿជាក់លើសមត្ថភាពពិតដែលខ្លួនមានសំមានស្មារតីតស៊ូរហូតក្លាយជាប្រធានក្រុមអ្នករត់ស៊ីក្លូហើយទីបញ្ចប់ក៏បានក្លាយជាប្រធានផ្នែកសហគមន៍កសិកម្មនៅតំបន់ស្រុកស្រែចំការដែលខ្លួនរស់នៅចំណែកនាងសយវិញគឺជឿជាក់លើសមត្ថភាពខ្លួនឯងជឿថាប្តីពិតជាអាចធ្វើការងារស្រាលធ្ងន់ថាប្តីមានភក្តីភាពចំពោះខ្លួនហើយចុងក្រោយក៏ទទួលបានការស្រឡាញ់ថ្នាក់ថ្នមពីប្តីទោះបីក្នុងស្ថានភាពក្រីក្រជឿជាក់តោកយ៉ាងណាក៏ដោយរីឯតួអង្គរដ្ឋមន្ត្រីវ័យក្មេងគឺស្គាល់កំហុសរបស់ខ្លួនឯងពេលដែលបើកឡានទៅបុកសំឲ្យមានរបួសមានមនុស្សធម៌មានសម្ដីផ្អែមល្ហែមជឿជាក់លើសមត្ថភាពរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាទុក្ខលំបាករបស់រាស្ត្រលុះលទ្ធផលទទួលបានគឺប្រជារាស្ត្រគោរពស្រឡាញ់ព្រមទាំងបោះឆ្នោតបានក្លាយជាតំណាងរាស្ត្រដ៏ល្អប្រពៃសរុបសេចក្តីមកកន្លែងនេះបងអូនធ្វើចុះបន្ទាត់ណាអ្នកគ្រូផ្លេចថេបរហូតចាតាមការបកស្រាយរៀបរាប់ដោយមានអំណាងយ៉ាងច្បាស់លាស់ខាងលើយើងអាចបញ្ជាក់បានថាការមានជំនឿជាក់លើសមត្ថភាពខ្លួនឯងអាចធ្វើឲ្យមនុស្សទទួលបានជោគជ័យគ្រប់ពេលវេលាមិនថាកលៈទេសៈណាក៏ដោយបន្ទាប់មកយើងចូលចំណុច3គឺបញ្ចប់សេចក្តីមានពេលមានតម្លៃប្រធាននិងមតិផ្ទាល់ខ្លួនអញ្ចឹងយើងជាបន្ទាត់មកដូចនេះប្រធានខាងលើមានអត្ថន័យល្អអប់រំឲ្យយើងជឿជាក់លើសមត្ថភាពខ្លួនឯងដោយពឹងផ្អែកលើចំណេះដឹងនិងការខិតខំប្រឹងប្រែងតស៊ូព្យាយាមដោយពុំបោះបង់យ៉ាងនេះហើយក្នុងនាមយើងជាយុវជនយុវនារីត្រូវខិតខំប្រឹងប្រែងរៀនសូត្រពង្រឹងចំណេះដឹងពង្រឹងសមត្ថភាពរបស់ខ្លួនគ្រប់ពេលវេលាដើម្បីជំរុញឲ្យការងារទទួលបានជោគជ័យនិងអនាគតភ្លឺស្វាងដូច្នេះប្រធានដែលនេះខ្ញុំបានបកស្រាយទាំងគម្រោងតែសេចក្តីទាំងការអត្ថាធិប្បាយគឺចប់ដោយសង្ខេបប៉ុណ្ណេះហើយសូមអរគុណបងប្អូនដែលបានមើលហើយកុំភ្លេចជួយចុច Subscribe ដើម្បីទទួលបាននូវវីដេអូថ្មីទៀតផងដែរសូមអរគុណសូមគោរពលា